បាទបងប្អូននេះគឺជាបំពង់បឺតបាទមិនមែនដៃទេណាបំពង់បឺតហើយទីតាំងដើមនៃបំពង់បឺតនេះមិនមែននៅទីនេះទេគឺនៅចំណុចក្បាលនេះចន្លោះពីខ្លោងទ្វារចូលអង្គរតូយើងទៅដល់អង្គរបាទប្រហែលជាខ្ញុំស្មានមិនច្បាស់ទេប្រហែលជាពាក់កណ្ដាលឬក៏មិនដល់ពាក់កណ្ដាលផ្លូវពីខ្លោងទ្វារទៅអង្គរតូចឹងណាបាទប៉ុន្តែគាត់ថាច្បាស់គឺនៅចន្លោះហ្នឹងខ្ញុំផ្អែករៀបទៅថតរូបកូនខ្ញុំស្រែកថាប៉ាប្រយ័ត្នជុងដែកប្រយ័ត្នជុងដែកចឹងដល់ពេលខ្ញុំងាកមើលទៅមិនមែនជាដែកទេគឺបំពង់បឺតពណ៌ខ្មៅហ្នឹងណាបាទខ្ញុំក៏ដកយកមកដាក់ហប៉ៅយកដកដាក់ហប៉ៅខ្ញុំគិតថាខ្ញុំថតរូបអីហើយខ្ញុំនឹងដាក់ទៅវិញហើយខ្ញុំធ្វើជាវីដេអូដើម្បីជម្រាបបងប្អូនអញ្ចឹងណានេះជារឿងតូចមួយទេហើយខ្ញុំមិនដឹងថាទង្វើរបស់កូនក្មេងឬមួយក៏